ជាការពិតណាស់ពេលខ្លះនៅក្នុងជីវិតបាទណាជីវិតការងារទោះបីជាប្រាក់ខែរបស់យើងច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែប្រសិនបើយើងមិនចេះពីវិធីសាស្ត្រនៅក្នុងការសន្សំទេនោះពីមួយខែទៅមួយខែគឺយើងនឹងឃើញថាហាក់បីដូចជាគ្មានសល់អ្វីសោះបាទណាអញ្ចឹងថ្ងៃខ្ញុំអាចនឹងបង្ហាញនៅគន្លឹះមួយចំនួនដែលអាចបង្ហាញថាហេតុអីបានជាប្រាក់ខែច្រើនប៉ុណ្ណាប៉ុន្តែយើងសន្សំនៅតែមិនសល់បាទណាអញ្ចឹងការដែលយើងមានប្រាក់ខែខ្ពស់ប៉ុន្តែនៅមិនសល់សន្សំគឺជាបញ្ហាទូទៅបាទណាដែលមនុស្សជាច្រើនជួបប្រទះអញ្ចឹងលក្ខណៈនេះច្រើនតែកើតមានដោយសារតែអន្ទាក់នៃជីវិតបែបស៊ីវិល័យដែលចំណាយកើនឡើងតាមចំណូលអញ្ចឹងខាងក្រោមនេះគឺជាមូលហេតុដែលខ្ញុំនឹងបង្ហាញហើយនឹងដំណោះស្រាយដើម្បីជួយដល់ពុកម៉ែបងប្អូនឲ្យបានសល់ប្រាក់ខ្លះឬក៏ជាគន្លឹះមួយចំនួនដើម្បីឲ្យបងប្អូនអាចយកទៅពិចារណាផងដែរបាទអញ្ចឹងទី1អន្ទាក់នៃរបៀបរស់នៅអញ្ចឹងនៅពេលដែលមានប្រាក់ខែកើនឡើងមនុស្សភាគច្រើនតែងតែដំឡើងកម្រិតជីវភាពរបស់ខ្លួនភ្លាមដូចជាបដូរទូរស័ព្ទថ្មីបដូរឡានទំនើបឬញ៉ាំអាហារនៅហាងថ្លៃជាដើមអញ្ចឹងការធ្វើបែបនេះវាធ្វើបាទណាអាការធ្វើបែបនេះហើយវាធ្វើឲ្យអសមមាត្រនៃចំណាយវាកើនឡើងទៅតាមចំណូលអញ្ចឹងដែលជាហេតុធ្វើឲ្យយើងមិនសល់អីសោះអញ្ចឹងមានន័យថាចំណូលកើនឡើងអញ្ចឹងចំណាយរបស់យើងក៏កើនឡើងផងដែរបើចំណុចទី2ដែលខ្ញុំសង្កេតឃើញគឺខ្វះផែនការហិរញ្ញវត្ថុច្បាស់លាស់អញ្ចឹងមនុស្សជាច្រើនគិតថាចាំសល់ពីចាយចាំសន្សំក៏ប៉ុន្តែការពិតមនុស្សយើងតែងតែមានតម្រូវការមិនចេះចប់ប្រសិនបើអ្នកមិនកំណត់កញ្ចប់សន្សំជាមុនទេលុយរបស់អ្នកនឹងរលាយបាត់ទៅលើរឿងតូចតាចដែលមើលមិនឃើញបាទអញ្ចឹងគឺជាស្ដែងគឺបែបហ្នឹងអញ្ចឹងហើយបានយើងអ្នកត្រូវតែមាននៅផែនការហិរញ្ញវត្ថុប្រចាំថ្ងៃប្រចាំខែឲ្យបានច្បាស់លាស់ដើម្បីឲ្យយើងអាចមានលុយទុកសន្សំសម្រាប់នាពេលអនាគតនិងសម្រាប់ពេលមានអាសន្ននៅក្នុងបញ្ហាជីវិតជាក់ស្ដែងផងដែរបាទអញ្ចឹងចំណុចទី3ហ្នឹងគឺការចំណាយតាមអារម្មណ៍ណាអញ្ចឹងការទិញរបស់ដើម្បីបំបត្តិភាព stress ពីការងារឬដើម្បីបង្កើនមុខមាត់បាទណានៅក្នុងសង្គមគឺជាការចំណាយដ៏ធំមួយផងដែរអញ្ចឹងនៅពេលដែលយើងរកចំណូលបានច្រើនអញ្ចឹងយើងមានអារម្មណ៍ថាខ្លួនឯងសមនឹងទទួលបានរបស់ថ្លៃដែលជារឿយវាលើសពីតម្រូវការចាំបាច់របស់យើងអញ្ចឹងកាលណាយើងចំណាយលើសពីតម្រូវការចាំបាច់របស់យើងឬយើងចំណាយទៅលើទៅតាមអារម្មណ៍របស់យើងអញ្ចឹងរបស់ដែលយើងទិញមកទាំងអស់នោះពេលខ្លះយើងមិនបានប្រើវាពេញលេញនោះទេយើងទិញមកតាមចំណង់អារម្មណ៍របស់យើងអញ្ចឹងពេលខ្លះយើងទុកចោលណាទិញមកទុកចោលអញ្ចឹងហ្នឹងគឺជាការចំណាយមួយខាតផងដែរបាទអញ្ចឹងនេះគ្រាន់តែជាគោលគំនិតខ្លះណាបាទតាក់ទងទៅនឹងបាទហេតុអីបានជាប្រាក់ខែច្រើនដែរប៉ុន្តែយើងពិបាកនៅក្នុងការសន្សំអញ្ចឹងបើសិនបើពុកម៉ែបងប្អូនស្ដាប់ហើយមានចំណុចណាចង់បន្ថែមឬក៏អាចចូលរួមជាមតិយោបល់បានសូមពុកម៉ែបងប្អូនអាច comment ខាងក្រោមនេះបានណាបាទវីដេអូនេះបានហើយក៏សូមអរគុណពុកម៉ែបងប្អូនហើយសូមឲ្យពុកម៉ែបងប្អូនអាចជួយធ្វើការ Subscribe ទៅលើ YouTube Channel របស់ខ្ញុំផងដែរដើម្បីឲ្យខ្ញុំអាចបន្តការផ្ដល់នៅគោលគំនិតល្អប្រសើរច្រើនទៀតបាទណាដែលតាក់ទងទៅនឹងជីវិតនិងការរស់នៅផងដែរបាទអរគុណបាទពីខ្ញុំជឿយ៉ាងដោយក្តីគោរព